សួស្តីអ្នកទាំងអស់គ្នាឥឡូវស្វាគមន៍មកកាន់សាច់រឿងរបស់យើងនៅក្នុងជួរបន្ទាប់បន្ទាប់ពីយូយីបានចេញមកខាងក្រៅនាងក៏បានឃើញថាមានអាហារនៅលើតុជាច្រើនយូយីក៏បានគិតនៅក្នុងចិត្តថាវាគឺជាលើកទី1របស់ខ្ញុំហើយដែលបានឃើញអាហារ8មុខគឺខុសៗគ្នាទាំងអស់នាងក៏បាននិយាយថែមទៀតថាបើទោះបីជាខ្ញុំបានជំពាក់លុយគេ$10,000ក៏ដោយក៏ប៉ុន្តែជីវិតនៅទីនេះគឺពិតជាសប្បាយរីករាយខ្លាំងណាស់ខ្ញុំបានសម្រេចចិត្តរួចហើយខ្ញុំនឹងទទួលយកបទពិសោធន៍ជីវិតដ៏ប្រណិតបែបនេះហើយក៏ត្រូវអរគុណទៅដល់ព្រះជាម្ចាស់ដូចគ្នាដែរហើយខ្ញុំពិតជាស្រឡាញ់ជីវិតនៅពេលនេះខ្លាំងណាស់តើពីបានគិតបែបនេះរួចហើយតួឯស្រីរបស់យើងនាងក៏បានញ៉ាំអាហារនោះយ៉ាងរីករាយឥឡូវនេះសាច់រឿងរបស់យើងក៏បានឃើញថាអ៊ំលាវក៏បានដើរចូលមកកាន់តួឯប្រុសរបស់យើងដែលគាត់បាននិយាយទៅកាន់តួឯប្រុសម្ចាស់ប៉ៃខ្ញុំបានឃើញមជុលនេះនៅក្នុងបន្ទប់របស់ប្រពន្ធលោកតែពេលនោះដែរតួឯប្រុសរបស់យើងក៏បាននិយាយទៅកាន់លោកអ៊ំលាវថាតើមជុលនេះនាងនឹងយកមកធ្វើអ្វីទៅហើយលោកអ៊ំមេកាក៏បានប្រាប់ទៅកាន់លោកប៉ៃវិញថាគាត់មិនដឹងនោះទេតែពេលនោះតួឯប្រុសរបស់យើងក៏បាននិយាយបន្ថែមទៀតថាគេបានដឹងយូយីមិនមែនជាអ្នកគ្រប់គ្រងទៅកាន់ស៊ីយួនអស់ពីចិត្តរបស់គេនោះទេប្រកាសជាមានបំណងធ្វើបាបទៅកាន់លីនស៊ីយួនជាមិនខានតួឯប្រុសរបស់យើងក៏មានកម្រងឲ្យតួឯស្រីបញ្ចេញជាមួយនឹងកតុយរបស់នាងពេលនោះលោកអ៊ំលាវក៏បាននិយាយថាមកពីប្រពន្ធរបស់លោកគឺនៅក្មេងខ្លាំងពេកនាងមិនទាន់បានគិតអំពីរឿងនេះច្បាស់ឡើយពេលលោកអ៊ំនិយាយបែបនេះតួឯប្រុសរបស់យើងក៏សម្លឹងមើលមុខរបស់គាត់ហើយគាត់ក៏បានយកដៃមកវាយបបោមាត់របស់គាត់បញ្ជាក់ថាអ្វីដែលគាត់និយាយមុនហ្នឹងគឺខុសហើយពេលនោះដែរតួឯប្រុសរបស់យើងក៏បានប្រាប់ទៅកាន់លោកអ៊ំលាវថាគេនឹងចាំមើលថាយូយីនឹងប្រើល្បិចអីទៅកាន់លីសួនគណៈពេលនោះដែរសាច់រឿងរបស់យើងក៏បានឃើញថាលោកអ៊ំលាវក៏បានប្រាប់ទៅកាន់លោកប៉ៃថាលីសួនបានខលមកកាន់គាត់ដោយប្រាប់ថាមានរឿងចង់ពឹងពាក់ទៅលើលោកប៉ៃពីព្រោះថាពេលនេះនាងមិនទាន់មានឈ្មោះនៅក្នុងបណ្ដាញសង្គមកាន់តែខ្លាំងនោះទេអញ្ចឹងហើយកញ្ញាលីនសួនត្រូវការលោកប៉ៃនឹងជួយជ្រោមជ្រែងដល់នាងតពីនិយាយរួចហើយលោកអ៊ំលាវក៏បានសួរអំពីយោបល់របស់លោកប៉ៃតើលោកប៉ៃគិតបែបណាចំពោះកញ្ញាលីនសួនហើយវាបានលើលោកអ៊ំលាវនិយាយបែបនេះរួចហើយតួឯប្រុសរបស់យើងក៏បាននិយាយទៅកាន់លោកអ៊ំលាវថាកាលពីមុនលីនសួនធ្លាប់ជួយជីវិតរបស់គេបែបនេះហើយគេប្រកាសជាជួយទៅកាន់លីនសួនវិញក៏ប៉ុន្តែមិនមែនជួយគ្រប់រឿងនោះទេពីព្រោះថាគេមិនមែនជាលោកប៉ារបស់លីនសួនឡើយតួឯប្រុសរបស់យើងនឹងក៏បានប្រាប់ទៅកាន់លោកអ៊ំលាវថាឲ្យប្រាប់ទៅកាន់កញ្ញាលីនសួនទៅគេនឹងជួយកញ្ញាលីនសួនត្រឹមតែ3រឿងតែប៉ុណ្ណោះនៅពេលនេះយើងក៏បានឃើញថាយីកំពុងតែយកសម្លៀកបំពាក់ថ្មីរបស់នាងយកមកលោបន្ទាប់មកនាងក៏បានសួរទៅកាន់អ្នកបម្រើថាតើពេលដែលនាងពាក់សម្លៀកបំពាក់នេះហើយនាងស្រស់ស្អាតជាងមុនឬមួយក៏អត់ពេលនោះអ្នកបម្រើនៅក្នុងផ្ទះក៏បានប្រាប់ទៅកាន់តួឯស្រីរបស់យើងថាតួឯស្រីរបស់យើងបានពាក់ជាមួយនឹងសម្លៀកបំពាក់នេះហើយនាងមើលទៅគឺកាន់តែស្រស់ស្អាតឡើងថែមជាមួយនឹងខ្សែកនេះមួយខ្សែទៀតផងនៅបានគេបញ្ចូលអញ្ចឹងតួឯស្រីរបស់យើងក៏បានជឿជាក់លើខ្លួនឯងបន្ទាប់មកនាងក៏បានឆ្លៀតសម្លៀកបំពាក់នោះយើងក៏បានឃើញថាសេងយូយីក៏បានចេញមកខាងក្រៅបន្ទាប់មកនាងក៏បាននិយាយតែម្នាក់ឯងថារបស់គ្រួសារប៉ៃពិតជាធំពិតមែនខ្ញុំត្រូវតែប្រើជីវិតរបស់ខ្ញុំនៅទីនេះឲ្យបានល្អបំផុតព្រោះនៅជាមួយនឹងធម្មជាតិហើយធ្វើលំហាត់ប្រាណបានល្អបំផុតខណៈពេលនោះតួឯស្រីរបស់យើងក៏បាននឹកឃើញចុះបើសិនជាប៉ៃស៊ីចេងបញ្ជូនខ្ញុំទៅកាន់គ្រួសារសេនវិញតើខ្ញុំត្រូវធ្វើយ៉ាងម៉េចទៅខ្ញុំគ្មានកម្លាំងតតាំងជាមួយនឹងគ្រួសារសេននោះទេណាពេលនោះដែរយូយីមិនបានដឹងថាតួឯប្រុសរបស់យើងកំពុងតែសម្លឹងមើលនាងនោះទេស៊ីចេងក៏បាននិយាយទៅកាន់លោកពូលីវថាខ្ញុំមានអារម្មណ៍ថាមើលទៅនាងហាក់ដូចជាល្អប្រសើរខ្លាំងណាស់សារតែប្រពន្ធរបស់លោកម្ចាស់គិតថាមិនចាំបាច់ខ្វល់ខ្វាយទៅលើសម្លៀកបំពាក់និងអាហារអញ្ចឹងហើយបើទោះជានាងមានឬក៏ក្រគឺវាដូចតែគ្នានោះទេអញ្ចឹងតើខ្ញុំគួរតែធ្វើយ៉ាងម៉េចចំពោះនាងទៅបើសិនជាតាមយោបល់របស់ខ្ញុំលោកម្ចាស់គួរតែឃុំនាងនៅក្នុងបន្ទប់បើសិនជាតាមសម្ដីរបស់លោកអ៊ំខ្ញុំប្រៀបដូចជាពួកអ្នកលេងអញ្ចឹងដែលឃុំមនុស្សនៅក្នុងបន្ទប់មែនទេឬមួយលោកអ៊ំគិតថាខ្ញុំគឺជាមនុស្សបែបនេះតែយកនាងចាក់សោនៅក្នុងបន្ទប់đangងងឹតដើម្បីឲ្យនាងរស់នៅទីនោះពេញមួយជីវិតលោកម្ចាស់មើលទៅខ្ញុំនិយាយខុសទៀតហើយខ្ញុំគិតថាលោកអ៊ំឈប់អានសៀវភៅរឿងប្រឡំលោកច្រើនពេកទៅស្នេហា CEO វាគ្មានរឿងពិតនៅក្នុងលោកនេះនោះទេតែពេលនោះដែរសាច់រឿងរបស់យើងក៏បានឃើញថាទូរស័ព្ទដៃរបស់តួឯស្រីនឹងក៏បានរោឡើងទូរស័ព្ទនេះខលមកពីផ្ទះនៃគ្រួសារសេនយូយីថ្ងៃស្អែកគឺជាថ្ងៃខួបកំណើតរបស់លោកប៉ានាងកុំភ្លេចមកទីនេះជាមួយនឹងប៉ៃស៊ីជេនៅសោះតែបានជាខ្ញុំត្រូវទៅជាមួយនឹងគាត់មិនអីនោះទេបើសិនជាប្តីរបស់ឯងមិនមកជាមួយនឹងឯងអញ្ចឹងមានតែឯងឆ្លោះគ្នាជាមួយនឹងប៉ៃស៊ីចេនឯងគួរតែរស់នៅជីវិតរបស់ឯងឲ្យបានល្អបំផុតជាមួយនឹងគាត់តែពេលនោះដែរយូយីក៏បានបិទទូរស័ព្ទដៃហើយនាងក៏បាននិយាយតែម្នាក់ឯងថាទៅគាត់ប្រហែលជាចង់រៀបការជាមួយនឹងប៉ៃស៊ីចេនជំនួសម្ចាស់ដើមទៅទៀតនឹងមកបំពេញធ្វើជាកូនល្អសម្រាប់គ្រួសារនេះនោះទេពុករបស់តួឯស្រីបែរជារុញតួឯស្រីរបស់យើងចូលទៅក្នុងរោងចចកទៅវិញមានឪពុកណាបែបហ្នឹងទៅអូខេពិតជាគួរឲ្យស្អប់ខ្ពើមខ្លាំងណាស់តែពេលនោះតួឯប្រុសរបស់យើងក៏បានដើរចូលមកដល់យីក៏បានសួរទៅកាន់តួឯប្រុសរបស់យើងថាតើពេលនេះលោកចង់ចេញទៅខាងក្រៅមែនទេពេលបានលើតួឯស្រីរបស់យើងសួរបែបនេះរួចហើយតួឯប្រុសក៏បានប្រាប់ថាត្រូវហើយខណៈពេលនោះតួឯស្រីក៏បានប្រាប់ថាថ្ងៃស្អែកគឺជាថ្ងៃខួបកំណើតរបស់លោកប៉ាខ្ញុំលោកនឹងមានពេលឬមួយក៏អត់ពួកយើងគួរទៅជាមួយនឹងគ្នាតួឯប្រុសរបស់យើងក៏បានប្រាប់ថាគេគ្មានពេលនោះទេពេលបានលើសម្ដីរបស់តួឯប្រុសនិយាយអញ្ចឹងរួចហើយតួឯស្រីរបស់យើងក៏បានប្រាប់ថាឲ្យតួឯប្រុសនឹងប្រយ័ត្នប្រយែងផងនៅពេលដែលគេបើកបរនៅលើផ្លូវពេលនោះតួឯស្រីរបស់យើងក៏បានគិតនៅក្នុងចិត្តថាប៉ៃស៊ីចេនប្រហែលជាគាត់គ្មានចិត្តទៅលើសេងយូយីនោះទេតែតួឯប្រុសរបស់យើងក៏បានគិតនៅក្នុងចិត្តដូចគ្នាដោយសម្លឹងទៅមើលមុខរបស់តួឯស្រីយើងខណៈពេលនោះតួឯប្រុសរបស់យើងក៏បានយកដៃរបស់គេបំរុងទៅប៉ះថ្ពាល់
របស់តួឯកស្រីទៅហើយក៏ប៉ុន្តែត្រូវបានតួឯកស្រីនឹងងាកមកទាន់នាងក៏បានសម្លឹងមើលដៃរបស់តួឯកប្រុសលោកតារបស់ខ្ញុំបានរៀបចំមង្គលការរបស់ខ្ញុំឲ្យនឹងនាងដោយសារតែនាងបានជំពាក់គ្រួសាររបស់ខ្ញុំចំនួន$10,000មើលតែនាងគ្មានទីពឹងនោះទេគឺជាមនុស្សស្រីម្នាក់គេបានរៀបចំសម្រាប់ខ្ញុំណាស់ពេលនោះដែរសាច់រឿងរបស់យើងក៏បានឃើញថាទូរស័ព្ទដៃរបស់តួឯកប្រុសហ្នឹងក៏បានរោឡើងក្រោយពីទូរស័ព្ទដៃរបស់គេរោបែបនេះគេក៏បានដាក់ចេញទៅខាងក្រៅដើម្បីនិយាយទូរស័ព្ទដែលបានខលទូរស័ព្ទមកកាន់តួឯកប្រុសរបស់យើងនេះគឺជាជីតារបស់គេគាត់បានតែមកសួរថាតើនៅក្នុងយុគមង្គលការហ្នឹងយ៉ាងម៉េចដែរហើយតែពេលនេះចៅភាសាស្រីរបស់គាត់នឹងមានផ្ទៃពោះហើយឬនៅតែពេលនោះតួឯកប្រុសរបស់យើងបៃស៊ីចេនក៏បានសម្លឹងទៅមើលមុខរបស់តួឯកស្រីតែប្រាប់ទៅកាន់លោកតាថាបើសិនជាគេដឹងថានាងមានផ្ទៃពោះគេនឹងរាយការណ៍ទៅកាន់លោកតារបស់គេជាបន្ទាន់ហើយតួឯកប្រុសរបស់យើងក៏បានសម្លឹងមកមើលមុខរបស់តួឯកស្រីទៀតដែលគិតថាការរៀបការរបស់ខ្ញុំហើយនឹងនាងវាគឺជាកម្រងរបស់ខ្ញុំក៏ប៉ុន្តែខ្ញុំគ្មានកម្រងឲ្យនាងមានផ្ទៃពោះជាមួយនឹងខ្ញុំនោះទេបន្ទាប់ពីចាប់មួយឆ្នាំនេះទៅនាងនឹងចាកចេញពីទីនេះហើយនាងនឹងប្រាជីវិតរបស់នាងបានយ៉ាងល្អហ្វេនទាំងអស់គ្នារងចាំទស្សនាភាពបន្ត admin នឹងសម្រាប់រឿងនេះពីដើមរហូតដល់ចប់ផុសជូនហ្វេនទាំង